ហើយនេះមិនច្បាស់មកចង់ទៅចង់ខ្ញុំជាកូនប្រសាសេរបស់គេបែបនេះប្រសិនបើកូនចេះធ្វើម្ហូបទៅអនាគតទៅម្ដាយក្មេងណាដែលមិនចង់បានកូននោះប្រើកម្លាំងបន្តិចទៅត្រូវហើយឯងត្រូវតែខំរៀនតាមអាម៉ារបស់ឯងទៅជាមនុស្សស្រីដេកចំទឹកមិនធ្វើអីសូម្បីតែបន្ទោរបស់ខ្លួនឯងក៏មិនរៀបចំតើមនុស្សប្រុសណាចង់រៀបការជាមួយឯងទៅចុះហើយនេះមិនជាបងប្រុសមិនចាំបាច់រៀនទាំងអស់នេះអញ្ចឹងគឺដោយសារតែគេគឺជាមនុស្សប្រុសអនាគតទៅមានប្រពន្ធចាំបម្រើហើយលោកប៉ាហើយនឹងអាម៉ារបស់ឯងគឺដើម្បីឯងល្អកូនប្រុសចាំមកទីនេះមកបន្តិចទៀតពេលញ៉ាំអីកុំកាយម្ហូបអីហើយពេលញ៉ាំអីក៏កុំបើកមាត់ខ្លាំងពេកមិនអញ្ចឹងទេម្ដាយក្មេងអាចនឹងថាកូនគ្មានអ្នកប្រើបានហើយអីក៏មនុស្សស្រីត្រូវតែរៀបការដែរហើយនេះក៏ខ្ញុំត្រូវបកកាឲ្យបងប្រុសដែរនោះកូនត្រូវចាំមើលថាបងប្រុសអញ្ចឹងតែថ្ងៃមុខទៅក៏ចាំមើលថាប្តីរបស់កូនហើយអញ្ចឹងអនាគតទៅខ្ញុំមិនរៀបការទេមនុស្សស្រីបើមិនរៀបការទេអញ្ចឹងមួយជីវិតនេះគឺគ្មានន័យទេហើយលោកប៉ាប្រាប់អញប្រមាណដងហើយថាមនុស្សស្រីកំសើឆាវពេកទុនភ្លុនបន្តិចទៅល្អលឺហើយនៅត្រូវហើយអត្តចរិតកូនកំរឹងរូបពេកអីថ្ងៃក្រោយទៅតើនរណាគេយកកូនទៅខ្ញុំមិនយកទេមនុស្សស្រីខាត់មកក៏ដើម្បីតែម្ដាយក្មេងហើយនឹងប្តីតែមែនទេអ្នកមីងអេយ៉ាមកទីនេះចាំញ៉ាំផ្លែឈើមកយ៉ាពិតជាឆ្លាតមែននេះបាននរណាគេយកយ៉ាធ្វើជាប្រពន្ធគឺពិតជាសំណាងមែនហើយមិនអញ្ចឹងទេឯរៀបការជាមួយនឹងគាត់ទៅកូនប្រសាទដែលប្រកាសធ្វើការងារផ្ទះបែបនេះពួកយើងគឺប្រកាសជាយកហើយពួកយើងបានទិញផ្ទះឲ្យកកហើយហើយអ្នកទាំងពីរវិញទិញផ្ទះឲ្យកូនប្រុសរបស់អ្នកទាំងពីរទៅបានហើយអាយ៉ាអញ្ចឹងពិតជាល្អមែនថ្ងៃក្រោយទៅខ្ញុំរកលេខទិញផ្ទះដល់ខ្លួនឯងទៅយកប៉ាម៉ាក់ទៅនៅជាមួយក្មេងល្ងងអនាគតទៅអញគង់តែរៀបការចេញទៅទេនឹងខ្លាចទៅជាអ្នកដតីហើយណាប្តីរបស់ឯងនៅទីណាឯងទៅនៅទីហ្នឹងដែរយល់ហើយនៅប្រសិនបើកូនមិនចេះធ្វើម្ហូបទេតើអនាគតទៅម្ដាយក្មេងណាគេចង់បានកូនមនុស្សស្រីបើមិនរៀបការទេអញ្ចឹងមួយជីវិតនេះគឺគ្មានន័យទេជាមនុស្សស្រីដេកចំទឹកមិនធ្វើអីសូម្បីតែបន្ទោរបស់ខ្លួនឯងក៏មិនរៀបចំតើមនុស្សប្រុសណាចង់រៀបការជាមួយឯងទៅក៏ដោយសារតែជាមនុស្សប្រុសអនាគតគឺមានប្រពន្ធបម្រើនោះអីអនាគតទៅគង់តែរៀបការចេញទៅហើយក៏នឹងខ្លាចទៅជាអ្នកដតីហើយតែខ្ញុំក៏ជាកូនរបស់ប៉ាម៉ាក់អញ្ចឹងមានន័យថាពួកគាត់បង្កើតខ្ញុំមកគឺដើម្បីទៅយកខ្ញុំឲ្យទៅរៀបការជាមួយពួកនេះហើយទៅបោះកៅអៅលេងចានដល់ផ្ទះនេះអញ្ចឹងមែនទេប្រសិនបើអញ្ចឹងមែនខ្ញុំមិនចង់ខ្លាចជាក្មេងស្រីទៀតទេយ៉ាគូរបស់យើងមើលទៅពិបាកចិត្តណាស់តើពួកយើងពិតជាធ្វើ comment ឬពីតូចដល់ធំម៉ាក់ខ្ញុំបានមករៀនបែបនេះឥឡូវនេះគិតមើលទៅប្រហែលជាឪពុកម្ដាយខ្លះមិនមែនចិញ្ចឹមកូនខ្លួនឯងទេតែបែរជាចិញ្ចឹមកូនហើយនឹងបង្រៀនកូនឲ្យខ្លាចទៅជាកូនប្រសាល្អសម្រាប់អ្នកដទៃបងក៏ស្ទើរតែភ្លេចដែរការរៀបការជាមួយមនុស្សប្រុសក៏មិនមែនជាទូនាទីរបស់នាងដែរនាងអាចធ្វើអ្វីដែលនាងចង់ធ្វើម៉ាក់ខ្ញុំមកវិញហើយត្រឡប់មកវិញហើយចាំខ្ញុំជួយអ្នកទាំងពីរមិនចាំបាច់ទេទុកឲ្យលោកប៉ាវិញកូនទៅសម្រាប់ទៅកូនទៅមើលសភើសរសេរអក្សរហើយធ្វើរឿងដែលកូនចង់ធ្វើទៅអញ្ចឹងខ្ញុំទៅមើលប្អូនមិនចាំបាច់ទេថ្ងៃក្រោយទៅកូនគឺជាកូនស្រីរបស់ម៉ាក់មិនមែនជាប្រពន្ធរបស់អ្នកណាឬក៏ជាកូនប្រសាររបស់អ្នកណាទេកូនអាចធ្វើរឿងដែលកូនចង់ធ្វើបានអញ្ចឹងថ្ងៃក្រោយទៅខ្ញុំចង់ខ្លាចជាអ្នកបើកយន្តហោះក៏មករៀបការកាន់តែមករៀនពីការងារផ្ទះប្រកាសជាបានហើយចិញ្ចឹមកូនស្រីគឺចង់ឲ្យនាងរឹងមាំក្លាហានគឺមិនមែនឲ្យនាងឆាប់រៀបការមានកូននោះទេ